អូខេសួស្តីដូចជាស្វាគមន៍វិលមកជួបជាមួយនឹង admin សារជាថ្មីនឹងផងដែរ admin នឹងមកធ្វើការកាត់សក់បានលក្ខណៈចឹងហៅថាសក់ពីតង់បែបលក្ខណៈទុកជើងសក់តម្រង់ជើងសក់បែបលក្ខណៈវិញដែលយើងតែងហៅថាសក់ស្ទាយកូរ៉េឬក៏ស្ទាយចិនណាបាទជាភាគច្រើនគឺយើងហៅថាសក់លក្ខណៈគ្របពីតង់ប៉ុន្តែតម្រង់ជើងសក់គឺនៅដដែលទាំងអស់ណាបានន័យថាជើងសក់នោះគឺយើងទុកវានៅតម្រង់ដូចជើងសក់ដែលយើងអត់ទាន់កាត់អញ្ចឹងឯងយើងគ្រាន់តែតែងវាឲ្យវាចេញតម្រង់សក់ទេហើយនឹងសាប់ជើងក្រោមឲ្យទាំងខ្លីបន្តិចឬក៏បដិញវាជាមួយនឹងកត្រៃណាអូខេឥឡូវយើងមកធ្វើការតាមដានជាមួយ admin បាទ admin នេះមកដែរគឺ admin នឹងមកធ្វើការប្រើកត្រៃណាបាទយើងប្រើកត្រៃមកបាទឃើញទេប្រើកត្រៃបដិញវាខាងលើសិនមកហើយតម្រង់ជើងសក់ហ្នឹងគឺយើងទុកវាដដែលណាបាទហ្នឹងគឺជារបៀបឬក៏ជា technique មួយទេបាទជាងផ្សេងមានវិធីសាស្ត្រផ្សេងអាចជួយ comment ខាងក្រោមវីដេអូម្នាក់មួយផងបាទសម្រាប់យើងជួយចែករំលែកដល់ជាងណៃថ្មីឬក៏អ្នកដែលគាត់ចូលចិត្តទស្សនាវីដេអូឬក៏ចង់បាទចេះកាត់សក់ណាបាទហើយសម្រាប់ខ្ញុំផងដែរគឺខ្ញុំនៅមានកម្រិតក្នុងការបង្រៀនឬក៏ក្នុងការចែករំលែកពីរបៀបកាត់សក់ទេប៉ុន្តែខ្ញុំចេះតែចែករំលែកទៅនៅអ្វីដែលខ្ញុំចេះបន្តិចបន្តួចឬក៏អ្វីដែលខ្ញុំដឹងហ្នឹងគឺខ្ញុំអាចចែករំលែកបានសម្រាប់ជាងដៃថ្មីណាបាទគឺខ្ញុំនៅមានស្តង់ដាររបស់ខ្ញុំមិនមែនតែខ្ញុំល្អឥតខ្ចោះទេណាពុកម៉ែបងប្អូនបាទសូមតោះបើសិនជាខ្ញុំនិយាយទៅបាទប៉ះពាល់ណាបាទនឹងគឺខ្ញុំនិយាយពីអារម្មណ៍របស់ខ្ញុំទេបាទខ្ញុំមិនមែនជាអ្នកដែលអូតអាងកាត់សក់ស្អាតទេប៉ុន្តែខ្ញុំគ្រាន់តែចែកវាដើម្បីចែករំលែកដល់ក្មេងៗចំនួនក្រោយឬក៏ជាងចំនួនក្រោយជាពិសេសគឺដៃថ្មីតែម្ដងណាបាទអូខេយើងចាប់ផ្ដើមបដិញវាតវារហូតមកបាទយើងចាប់បដិញពីផ្នែកខាងលើណាបាទយើងតវាណាយើងប្រើស្និតឬក៏ប្រើក្រាស់នេះឯងកាត់ភ្ជាប់ជាមួយនឹងសក់ដែលយើងកាត់ហើយមកឃើញហើយបដិញវាមកឆ្វប់បាទដើម្បីយកតម្រង់សក់ឲ្យវាមានលំនឹងស្មើគ្នាបាទបងប្អូនឃើញហើយបាទវីដេអូនេះគឺខ្ញុំអាចនឹងធ្វើឲ្យវាវែងបន្តិចណាដោយសារខ្ញុំអត់កាត់វាទេខ្ញុំខ្ជិលកាត់ណាគឺខ្ញុំថតហើយខ្ញុំចូលហើយទើបខ្ញុំដាក់សលេងក្រោយណាបាទប៉ុន្តែវីដេអូគឺអត់បានកាត់អីទេគឺនៅតម្រង់ដដែលទាំងអស់ណាបាទដោយសារនៅកន្លែងហ្នឹងគឺវាមានសំឡេងរំខានបន្តិចបាទហើយម៉ៃ record របស់ខ្ញុំក៏វាបានខូចទៀតបាទវាអាចនឹងមានសំឡេងរំខានបន្តិចណាបាទសម្រាប់ម៉ូតសក់ហ្នឹងគឺខ្ញុំប្រើតែតម្រងលក្ខណៈប្រើកត្រៃហើយនឹងមន្ទិលច្រាប់ណាបាទសម្រាប់ជាងផ្សេងទៀតគឺមាន technique ផ្សេងហើយខ្ញុំក៏មាន technique ផ្សេងផងដែរសម្រាប់ការកាត់សក់ប្រភេទហ្នឹងគឺយើងអាចប្រើពុម្ពបានបាទលេខពុម្ពគឺយើងប្រើចាប់ពីលេខ3ទៅឬក៏លេខ4ណាបាទយើងប្រើវាដើម្បីយកសម្ោលសក់ឲ្យវាស្ដើងណាបងប្អូនចូលអូនហ្នឹងហើយយើងបដិញវាអញ្ចឹងមកដើម្បីយកតម្រង់សក់ឲ្យវាបានជង្គុយអូនបាទឃើញហើយគឺយើងបដិញពីខាងក្រោមទៅខាងលើវិញបាទដំបូងគឺយើងបដិញពីផ្នែកលើចុះមកក្រោមណាបាទឃើញហើយឆ្វប់វាបដិញអានេះគឺយើងបដិញវាឲ្យស្មើវាសិនមកបន្ទាប់មកគឺយើងមកធ្វើការប្រើជាមួយនឹងមន្ទិលច្រាប់តម្លាក់មុខវាកាប់ចុះក្រោមហើយយើងរុញវាផ្ដាច់នៅកន្លែងណាដែលវាអានេះថាកន្លែងណាដែលវាចេញតម្រង់សក់បាសដែលវាអត់ទាន់ស៊ីជាមួយនឹងកត្រៃហ្នឹងគឺយើងរុញផ្ដាច់វាសិនមកគួយផ្លែតអូនហ្នឹងហើយឃើញគឺយើងតែងវាអស់នៅកន្លែងដែលវាបាសសិនមកបាទចឹងបដិញវាជុំវិញសិនមកជុំវិញណាបាទបន្តទៀតគឺយើងប្រើមន្ទិលច្រាប់ឬក៏មន្ទិលតូចយើងនេះកាប់មុខវាមកយើងតម្លាក់ចុះក្រោមតិចណាថ្នមមកសម្រាប់ដៃថ្មីអីអាចនឹងជ្រុលបាទមើលវីដេអូនេះទាំងអស់គ្នាកុំភ្លេចអនុវត្តទាំងអស់គ្នាសម្រាប់ជាងដៃថ្មីណាបាទគឺយើងប្រើមន្ទិលតូចហ្នឹងគឺយើងប្រើវាសម្រាប់ផ្ដាច់សក់ដែលវាបាសម្ដងពីដើមឬក៏ម្ដុំដែលវាអត់ទាន់បាទស៊ីគ្នាណាហើយអានឹងគឺជារបៀបមួយនៃការតែងសក់ណាពុកម៉ែបងប្អូនក៏ដូចជាជាងដៃថ្មីបាទឃើញហើយគឺខ្ញុំធ្វើវាបែបហ្នឹងដើម្បីឲ្យសក់វាស្មើគ្នារៀបជាមួយនឹងការប្រើកត្រៃកាត់បណ្ឌិញណា
ឃើញហើយបាទអាចធ្វើដូចខ្ញុំបានណាសម្រាប់ជាងដែលកាត់ចេញកាត់យូរហើយអាចធ្វើបានសម្រាប់អ្នកថ្មីព្យាយាមរៀនប្រើទិចនិចបែបហ្នឹងសិនទៅចាំយើងមកធ្វើការអនុវត្តផ្ទាល់ណាបាទខ្ញុំ recommend ហ្នឹងគឺខ្ញុំអាច recommend សម្រាប់ជាងដៃចាស់ឬក៏ជាងដែលកាត់ចេញកាត់បាន3 4ខែហើយអាចធ្វើបានបើសិនតអ្នកថ្មីសិតតម្ដងគឺអាចនឹងពេលជ្រុលណាបើសិនជាពេលជ្រុលគឺវាអាចនឹងលិចទៅក្នុងណាលិចហើយគឺវាអាចនឹងធ្វើឲ្យសក់យើងខូចហើយយើងនឹងពិបាកក្នុងការតែងវាណាវាអត់បានទម្រង់នៃសក់ទៅតាមអ្វីដែលភ្ញៀវគាត់កំងណាបាទហ្នឹងហើយសង្ឃឹមតែនឹងយល់សម្រាប់ជាងដៃថ្មីណាអូខេជំរាបបន្តមកគឺយើងមកធ្វើការតែងឬក៏ច្រេបទម្រង់ជើងសក់មកបាទហ្នឹងច្រេបទៅមកហើយយើងតែងកន្លែងណាដែលខ្មៅបន្តិចមកបាទងាយទេរបៀបកាត់ណាបាទទិចនិចឬក៏វិធីសាស្ត្រគឺមានច្រើនណាយើងអាចប្រើពុម្ពលេខ2លេខ3តម្លាក់មុខកាប់ដូចគ្នាបានណាអានឹងគឺជាវិធីសាស្ត្រមួយដែលងាយបាទសម្រាប់អ្នកដែលគាត់អត់ទាន់ប្រសពប្រើកត្រៃណាបាទអាចប្រើវិធីសាស្ត្រដែលខ្ញុំនិយាយបានគឺពាក់ពុម្ពហើយយើងកាប់មុខមកទើសចុះក្រោមវិញមកយើងរុញពីខាងលើមកខាងក្រោមវិញណាហើយចាំយើងធ្វើការច្រេបឲ្យចេញទម្រង់សក់ណាបាទវិញហើយគឺយើងច្រេបជឿនវាមកដើម្បីឲ្យពីបាននៅទម្រង់ជើងសក់ដែលយើងចង់បានពេលបាទឃើញហើយច្រេបជឿនវាបន្តិចម្ដងមកបាទខាងនេះគឺដូចគ្នាខាងហ្នឹងគឺយើងជឿនវាដែរទាញមកឲ្យជើងសក់ខាងក្រោមយើងចេញទម្រង់តូចបន្តិចមកពេលមទៀតដែលខ្ញុំប្រើគឺមកទិកច្រេបធីមី70ឆ្នាំបាទមាន stop ច្រើនណាមេណាឬក៏ជាងដៃថ្មីដែលចាប់អារម្មណ៍អាច comment ខាងក្រោមវីដេអូរបស់ខ្ញុំមកហើយនឹងinbox ក៏បានប៉ុន្តែខ្ញុំអាចនឹងយូរបន្តិចបាទបើចង់លឿនអាចតាក់ទងតាមរយៈលេខទូរស័ព្ទឬក៏បាទ Facebook ដែលមានឈ្មោះថាឆាំវិបុលជាភាសាអង់គ្លេសឬក៏លេខ066 939819បាទដោយសារ page នេះគឺខ្ញុំភាគច្រើនគឺខ្ញុំអត់សូវបានចូលទៅតបទេនឹងយូរហើយខ្ញុំផុសហើយខ្ញុំចេញតែវីដេអូហើយគឺខ្ញុំបរិញ្ញាកាត់សក់បន្ទាប់មកគឺខ្ញុំអត់សូវបានចូលដល់ក្នុង page មើលណាបាទបាទហើយយើងជឿនគឺដែរមកបាទជឿនវាឲ្យបានតម្រង់សក់មកឃើញហើយជឿនអូសវាមកក្រោមមកហើយយើងកោបន្ថែមទៀតណាបាទជឿនហើយចេញតម្រង់កណាទៅខ្មៅយើងតែងវាមកកាប់ចុះវាមកបាទចេញតម្រង់ហើយបើខាងក្រៅនេះយើងច្រឹបវាបន្តិចមកបាទច្រឹបវាបន្តិចមកបាទអូខេឥឡូវគឺយើងហើយជើងក្រោមអស់ហើយប្រហែលបងមកគឺចេញតម្រង់មកវាមានលក្ខណៈហើយនឹងទ្រង់ទ្រាយបែបហ្នឹងសម្រាប់សក់បាទបែបស្ទាយចឹងឬក៏រេយើងហៅថាសក់ទុកស្រមោលជើងសក់វិញឬក៏ជើងសក់ក្រាស់ណាអូខេឥឡូវយើងតម្លាក់សក់លើមកហើយយើងឆែកសក់សិនមកបាទសក់ហ្នឹងគឺកាត់សមសម្រាប់អ្នកដែលកាត់លក្ខណៈគិតថាសិតសក់គ្រប់ណាបាទហើយយើងចាប់ភ្លីបន្តិចបន្តួចមកគឺហើយប៉ុន្តែខ្ញុំអត់បានចាប់ភ្លីចាប់អីទេគឺខ្ញុំកាត់ឲ្យតែបានតម្រង់សក់ហើយគឺអូខេហើយបាទអរគុណច្រើនហ្នឹងឥឡូវយើងមកតាមដានវីដេអូតទៀតមកយើងកាត់ផ្នែកលើចោលមកកាត់ចុងមិនហ្នឹងបាទចឹងនេះយើងតែដើមជើងក្រោមសិនណាបាទតែដើមជើងក្រោមមកពីចេញតម្រង់សក់សិនមកចាំយើងចាប់ផ្នែកលើកាត់វីឲ្យវាបានតាមតម្រង់ឬក៏ຂະຫນាត់សក់ដែលយើងកាត់ណាកាត់មកអានេះយើងកាត់ជាលក្ខណៈថ្មិញអាណាណាគឺខ្ញុំកាត់បែបហ្នឹង
កាត់វាចោះចោះណាពុកម៉ែបងប្អូនបាទហ្នឹងហើយសម្រាប់វីដេអូកើតមានអីច្រើននេះសង្ឃឹមថានឹងបាទយល់នៅអ្វីដែល admin បាននិយាយបាទកុំភ្លេចជួយ follow ហើយនឹងចុច like comment លេខមួយផងខាងក្រោមវីដេអូរបស់ admin សម្រាប់ដៃថ្មីជួយមើលអានោះបាទទាំងអស់គ្នាហើយចាំភ្លេចជួយ follow page បាទចុច share ចុច like ដើម្បីចែករំលែកទាំងអស់គ្នាដល់បាទពុកម៉ែបងប្អូនដែលកាត់ជួយចិត្តទស្សនាវីដេអូកាត់សក់ហើយនឹងជាជាងដៃថ្មីទាំងអស់ឲ្យកាត់បានយល់ហើយនឹងគិតចេះអំពីរបៀបកាត់បាទនៅអ្វីដែល admin បានចែករំលែកបន្តិចបន្តួចបាទអរគុណច្រើនសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចាប់អារម្មណ៍ជាមួយនឹងមតិកាត់សក់អាចទាក់ទងតាមរយៈ Facebook របស់ខ្ញុំបានដែលមានឈ្មោះថាបាទឆាំវិបុលឬក៏លេខទូរស័ព្ទ066 93 98 19បាទឃើញហើយយើងកាត់វាជាតង់ណាដើម្បីឲ្យបានទម្រង់សក់បែបហ្នឹងណាបាទបាទឃើញហើយទៅមកកាត់ផ្នែកលើមកហ្នឹងហើយបាទយើងកាត់វាចោះមកហ្នឹងឯងអូខេអរគុណច្រើន